តាមបទទៅអេកូពាក់កណ្ដាលខែតែដោយសារថាយុគមិញហ្នឹងចាគឺកូនខ្ញុំបបក្បាលចុះក្រោមហើយធ្វើខ្ញុំដេកអត់បានមែនសង្ឃថាតូភ្លឺអញ្ចឹងហើយក៏បខំចិត្តមកអេកូថ្ងៃហ្នឹងបងអូនចាចង់ដឹងមើលសុខភាពកូនអញ្ចឹងហើយកូនយើងបបក្បាលមែនអត់អញ្ចឹងហើយសុខភាពមិនដែរឥឡូវយើងចូលទៅក្នុងបន្ទប់ឥឡូវពងរងចាំប៉ែតហើយទៅចូលអេកូហើយបងអូនចាហើយប៉ែតស្រែតេប៉ែតឯកជនប៉ែតហ្នឹងប៉ែតធំមកនៅកំពង់សោមបងអូនរៀងថ្លៃដែរពេលសម្រាប់តែយើងអេកូតម្លៃទូទៅលើកនេះគេមិនកូនក្អាតិចឯណាចាខ្លាចជាកូនហេងថ្ងៃឥឡូវឡើងគីឡូហើយកូនហេងនេះគឺលក្ខណៈថាអត់ឲ្យប៉ែតឃើញមុខទេដេកកាប់មុខហើយនេះគឺយើងមកវាស់មើលថាបបើចូលអាងតាគៀកនៅឥឡូវបបើមែនបងអូនចាំបានខ្ញុំរៀងធំខ្ញុំដេកអត់បានខ្លាំងមែនតែខ្ញុំចុកហើយកូនហេងហ្នឹងគឺចា2គីឡូជាងហើយបងអូនហើយសរុបទៅគឺ32សប្តាហ៍មួយថ្ងៃបងអូនលឿនមែនតើងាកតែខ្លួនហ្នឹងគឺធៀមសម្រាប់ឃើញថាអវយវៈអីគឺល្អទាំងអស់ហើយអត់មានសក់រុំកទេគឺល្អមករាល់ខែកូនហ៊ីកមិនឲ្យឃើញមុខពេលហ្នឹងក៏អត់អីដែរចាំមើលពេលកើតតែម្ដងទៅឲ្យតែសុខភាពល្អទាំងអស់គឺបានហើយ